មិនបោះបង់ងាយទេក្រោយជួបព្យុះភ្លៀងដ៏ធំក្នុងជីវិតពេជ្រចរណៃនិងគូស្នេហ៍បន្តចាប់ដៃគ្នាស្ដារហាងដែលឆេះអស់ត្រឡប់មកវិញផ្ទាល់ដៃបើគិតមកដល់ពេលនេះរយៈពេលជិតមួយសប្តាហ៍មកហើយដែលតារាស្រីពេជ្រចរណៃបានជួបគ្រោះធំត្រូវអគ្គិភ័យត្របាក់យកហាងអស់ទាំងស្រុងកាលពីយប់ថ្ងៃទី18 ខែមិថុនាឆ្នាំ2025កន្លងទៅក្រោយភ្លើងឆេះហាងអស់កញ្ញាពេជ្រចរណៃមិនត្រឹមតែខាតបង់លើការរៀបចំហាងទាំងអស់នោះទេនាងថែមទាំងត្រូវទទួលបន្ទុកចំណាយលុយច្រើនជាងពេលរៀបចំហាងទ្វេដងដើម្បីជួសជុលសាងសង់ផ្ទះជួលឲ្យម្ចាស់គេឡើងវិញក្រោយពីជួបព្យុះភ្លៀងជីវិតលើកនេះហើយកញ្ញាពេជ្រចរណៃក៏ត្រូវបានមហាជននិងមិត្តទាំងក្នុងក្រៅសិល្បៈជាច្រើនបានចូលរួមចំណែកជួយដល់នាងជាថវិកាខ្លះផងដែរប៉ុន្តែបើទោះជាមានការជួយជាបន្តបន្ទាប់ក្តីកញ្ញាពេជ្រចរណៃក៏ត្រូវចំណាយប្រាក់ច្រើនសន្ធឹកទៀតដើម្បីស្ដារឡើងវិញនៃហាងដែលខូចខាតទៅនោះយ៉ាងណាមិញអ្វីដែលបានធ្វើឲ្យមហាជនកោតសរសើរដល់កញ្ញាពេជ្រចរណៃនិងលោករិទ្ធីរាជស័ក្តិដែលជាគូស្នេហ៍របស់កញ្ញាពេជ្រចរណៃនោះគឺការមិនបោះបង់និងការតស៊ូចាប់ដៃគ្នាជំនះនៅព្យុះភ្លៀងមួយនេះក្នុងនោះគេបានឃើញកញ្ញាពេជ្រចរណៃនិងលោករិទ្ធីរាជស័ក្តិចាប់ផ្ដើមលាងសម្អាតនិងជួសជុលហាងដែលឆេះនោះបណ្ដើរវិញហើយដោយធ្វើខ្លួនឯងទៀតផងបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ